តែអ្នកឆ្ងល់ទេថាហេតុអ្វីបានជាមេដឹកនាំកូរ៉េខាងជើងលោកគីមចុងអ៊ុនតែងតែជ្រើសរើសការធ្វើដំណើរតាមរថភ្លើងពីដែកដ៏រាយប៉ាយរាប់ពាន់គីឡូម៉ែត្រជំនួសឲ្យការជិះយន្តហោះដែលមានល្បឿនលឿននៅពីក្រោយជញ្ជាំងដែកថែបដ៏ក្រាស់ឃ្មឹកនិងការបិទបាំងយ៉ាងជិតជ្រៅនេះវាគឺជាបន្ទាយចល័តដែលមានតម្លៃរាប់លានដុល្លារដែលមានទាំងបន្ទប់គេងដ៏ប្រណិតប្រព័ន្ធសុវត្ថិភាពកម្រិតអាតូមិកនិងការរស់នៅបែបស្ដេចថ្ងៃនេះអ្នករៀនសូត្រនឹងនាំបងប្អូនទាំងអស់គ្នាទៅលុកលុយមើលខាងក្នុងនិងកន្លែងដែលលោកគីមចុងអ៊ុនរស់នៅព្រមទាំងកន្លែងដែលលោកគីមចុងអ៊ុនធ្វើការនៅលើរថភ្លើងអាថ៌កំបាំងមួយនេះផងដែរក៏ប៉ុន្តែមុននឹងយើងឈានទៅដល់សាច់រឿងរបស់យើងនិងអាថ៌កំបាំងទាំងអស់នោះសូមចិត្តបងប្អូនទាំងអស់គ្នាចំណាយពេលត្រឹម1នាទីដើម្បីជួយចុច like subscribe និងបិទសញ្ញាកណ្ដឹងឲ្យអ្នករៀនសូត្រម្នាក់មួយផងដើម្បីទទួលបានវីដេអូវិភាគអាថ៌កំបាំងយោធានិងនយោបាយពិភពលោកថ្មីៗជាច្រើនទៀតតោះឥឡូវនេះយើងចូលទៅកាន់សាច់រឿងរបស់យើងទាំងអស់គ្នាដើម្បីយល់ពីកន្លែងដែលលោកគីមចុងអ៊ុនរស់នៅយើងត្រូវមើលទៅលើទូរថភ្លើងពិសេសដែលស្ថិតនៅកណ្ដាលនៃក្បួនរថភ្លើងទាំងមូលទូរថភ្លើងនេះត្រូវបានចាត់ទុកថាជាតំបន់ហាមឃាត់ជាដាច់ខាតដែលមានតែមនុស្សចំណិតនិងអង្គរៈផ្ទាល់ខ្លួនរបស់គាត់តែប៉ុណ្ណោះដែលអាចចូលទៅបានទូទី1គឺជាបន្ទប់គេងផ្ទាល់ខ្លួនរបស់មេដឹកនាំបន្ទប់នេះត្រូវបានរចនាឡើងយ៉ាងប្រណិតដោយប្រើប្រាស់ឈើកម្រនិងគ្រឿងសង្ហារិមស្បែកថ្លៃៗនៅចំកណ្ដាលមានក្រែដេកដែលមានទំហំធំនិងបានបំពាក់ជាមួយនឹងប្រព័ន្ធកាត់បន្ថយរំញ័រដើម្បីឲ្យលោកគីមអាចសម្រាកបានយ៉ាងស្ងប់ស្ងាត់ទោះបីជារថភ្លើងកំពុងតែរត់នៅលើផ្លូវដែកក៏ដោយបន្ថែមពីនេះបន្ទប់នេះក៏បំពាក់ជាមួយនឹងប្រព័ន្ធចម្រោះខ្យល់ពិសេសមួយដែលគេហៅថា Air Filtration System ប្រព័ន្ធនេះវាមានសមត្ថភាពអាចការពារពីការវាយប្រហារដោយសារធាតុគីមីជីវសាស្ត្រឬក៏សារធាតុវិទ្យុសកម្មពីខាងក្រៅបានយ៉ាងពូកែចំណែកឯទូទី2វាគឺជាបន្ទប់ប្រជុំនិងបញ្ជាការដ្ឋាននេះគឺជាបេះដូងនៃអំណាចនៅលើរថភ្លើងនៅចំកណ្ដាលបន្ទប់វាមានតុប្រជុំវែងអមទៅដោយកៅអីស្បែកដ៏ប្រណិតរីឯជញ្ជាំងនៃបន្ទប់នេះវិញត្រូវបានបំពាក់ជាមួយនឹងអេក្រង់ទូរទស្សន៍យ៉ាងធំៗនិងប្រព័ន្ធទំនាក់ទំនងកាយរណបកូដសម្ងាត់ផងដែរប្រព័ន្ធនេះអនុញ្ញាតឲ្យលោកគីមចុងអ៊ុនអាចប្រជុំជាមួយនឹងមេបញ្ជាការយោធាដើម្បីចុះហត្ថលេខាលើការបញ្ជាបាញ់កាំជ្រួចឬក៏តាមដានព័ត៌មានជំវិញពិភពលោកបាន24ម៉ោងដោយគ្មានការរំខានឬក៏ការលួចស្កាត់ទិន្នន័យបានឡើយរីឯទូទី3វាគឺជាផ្នែកអាហារនិងការកម្សាន្តរថភ្លើងនេះមិនមែនត្រឹមតែជាកន្លែងដែលធ្វើការនោះទេក៏ប៉ុន្តែវាគឺជាសន្តាគារផ្កាយ5ចល័តផងដែរនៅលើទូភោជនីយដ្ឋានមានចុងភៅផ្ទាល់ខ្លួនកម្រិតកម្ពស់ដែលត្រូវបានជួលឲ្យចម្អិនអាហារស្រស់ៗជារៀងរាល់ថ្ងៃតាមសេចក្តីរាយការណ៍ពីអតីតមន្ត្រីរុស្ស៊ីដែលគាត់ធ្លាប់បានធ្វើដំណើរជាមួយនឹងលោកគីមចុងអ៊ុនអាហារដែលបម្រើនៅលើរថភ្លើងនោះមានទាំងបង្គានាគគ្រឿងសមុទ្រស្រស់ៗអាហារអឺរ៉ុបព្រមទាំងស្រាវ៉ាញបារាំងនិងស្រាវីស្គីដែលមានតម្លៃថ្លៃសូម្បីតែគ្រឿងផ្សំស្រស់ៗក៏ត្រូវបានបម្រុងទុកនិងដឹកជញ្ជូនតាមយន្តហោះមកទម្លាក់នៅតាមចំណុចឈប់សម្រាកផងដែរហើយអ្វីបានជាគេហៅរថភ្លើងនេះគឺជាបន្ទាយចល័តចម្លើយគឺស្ថិតនៅប្រព័ន្ធសុវត្ថិភាពកម្រិតកម្ពស់ដែលគ្មានយន្តហោះណាអាចប្រៀបផ្ទឹមបានការធ្វើដំណើររបស់លោកគីមចុងអ៊ុនមិនមែនមានតែរថភ្លើងមួយក្បួននោះទេក៏ប៉ុន្តែវាមានរហូតដល់3ក្បួនដើម្បីធ្វើដំណើរគ្នាក្បួនទី1គឺជារថភ្លើងភាគយករថភ្លើងនេះត្រូវរត់មុនគេប្រហែលជា20ទៅ30នាទីដើម្បីត្រួតពិនិត្យសុវត្ថិភាពផ្លូវដែកក៏ដូចជាស្ពាននិងស្កេនរកមើលគ្រាប់បែកឬក៏ការប៉ុនប៉ងកាត់ផ្ដាច់ផ្លូវជាដើមរីឯក្បួនទី2វាគឺជារថភ្លើងរបស់មេដឹកនាំជាក្បួនកណ្ដាលដែលផ្ទុកជាមួយនឹងលោកគីមចុងអ៊ុននិងមន្ត្រីជាន់ខ្ពស់ទូរថភ្លើងទាំងអស់ត្រូវបំពាក់ជាមួយនឹងអាវក្រោះដែកថែបការពារគ្រាប់និងមានបាតរថភ្លើងយ៉ាងក្រាស់ឃ្មឹកពិសេសដើម្បីការពារការផ្ទុះពីគ្រាប់មីនដោយសារតែរថភ្លើងនេះមានទម្ងន់ធ្ងន់ខ្លាំងពេកនៃអាវក្រោះនេះរថភ្លើងអាចរត់បានត្រឹមតែល្បឿនចន្លោះ50ទៅ60គីឡូម៉ែត្រក្នុង1ម៉ោងតែប៉ុណ្ណោះចំណែកឯក្បួនទី3វាគឺជារថភ្លើងជំនួយនិងសន្តិសុខរថភ្លើងនេះរត់តាមពីក្រោយដែលផ្ទុកទៅដោយកងអង្គរៈកម្លាំងពិសេសគ្រូពេទ្យបុគ្គលិកបម្រើការនិងគ្រឿងបន្លាស់ជាដើមមិនត្រឹមតែប៉ុណ្ណោះនោះទេរថភ្លើងពីដែករបស់លោកគីមចុងអ៊ុននេះមានបំពាក់ជាមួយនឹងប្រព័ន្ធរំខានរលកសញ្ញានិងថ្នាំពណ៌ពិសេសដែលកាត់បន្ថយការបញ្ចេញកម្ដៅដែលធ្វើឲ្យផ្កាយរណបធ្វើការរបស់អាមេរិកនិងកូរ៉េខាងត្បូងពិបាកនឹងចាប់ទីតាំងរបស់គាត់ណាស់លើពីនេះកូរ៉េខាងជើងបានសាងសង់ស្ថានីយ៍រថភ្លើងសម្ងាត់ក្រោមដីពិសេសជាង20កន្លែងទូទាំងប្រទេសដែលមានតែរថភ្លើងរបស់លោកគីមចុងអ៊ុនមួយគត់ដែលអាចចូលចតបាននិងធ្វើឲ្យការតាមដានរឹតតែពិបាកទ្វេដង
នៅលើទូរថភ្លើងមួយចំនួនមានបំពាក់ជាមួយនឹងកាំភ្លើងយន្តធុនធ្ងន់ប្រព័ន្ធកាំជ្រួតការពារអាកាសធន់ស្រាលនិងមានទូពិសេសសម្រាប់ដឹករថយន្តពាសដែកប្រធានាធិបតីក៏ដូចជា Mercedes Maybach ព្រមទាំងឧទ្ធម្ភាគចក្រសង្គ្រោះបន្ទាន់នៅពីក្រោយថែមទៀតផងដើម្បីត្រៀមជម្លៀសលោកគីមចុងអ៊ុនភ្លាមៗនៅក្នុងករណីអាសន្នណាមួយការធ្វើដំណើរតាមរថភ្លើងពាសដែកនេះមិនមែនទើបតែចាប់ផ្ដើមនៅក្នុងចំនួនលោកគីមចុងអ៊ុននោះទេក៏ប៉ុន្តែវាគឺជាប្រពៃណីមរតកតាំងពីចំនួនលោកគីមអ៊លសុនត្រូវនឹងជីតារបស់លោកគីមចុងអ៊ុននិងលោកគីមចុងអ៊លត្រូវជាឪពុករបស់លោកគីមចុងអ៊ុនតាមប្រវត្តិសាស្ត្ររបស់លោកគីមចុងអ៊លលោកមានការភ័យខ្លាចយ៉ាងខ្លាំងនៃការជិះយន្តហោះទើបគាត់សម្រេចចិត្តជ្រើសរើសយករថភ្លើងធ្វើជាមធ្យោបាយធ្វើដំណើរតែមួយគត់សូម្បីតែនៅពេលដែលគាត់ទៅទស្សនកិច្ចនៅប្រទេសចិនឬក៏រុស្ស៊ីក៏ដោយហើយមូលហេតុមួយទៀតដែលធ្វើឲ្យការពាររថភ្លើងនេះកាន់តែតឹងរឹងនោះគឺដោយសារតែមូលហេតុផ្ទុះដ៏រន្ធត់នៅស្ថានីយ៍រ៉ាយ៉ុងចុននៅក្នុងឆ្នាំ2004នៅពេលនោះរថភ្លើងដឹកជាតិផ្ទុះបានផ្ទុះឡើងនៅស្ថានីយ៍រថភ្លើងតែប៉ុន្មានម៉ោងតែប៉ុណ្ណោះបន្ទាប់ពីរថភ្លើងរបស់លោកគីមចុងអ៊លបានបើកឆ្លងកាត់នៅទីនោះទោះបីជាអាជ្ញាធរបានប្រកាសថាវាគឺជាគ្រោះថ្នាក់ដោយចៃដន្យក៏ប៉ុន្តែកូរ៉េខាងជើងបានសង្ស័យថាវាគឺជាការប៉ុនប៉ងធ្វើឃាតចាប់ពីពេលនោះមកប្រធានការសន្តិសុខនៅលើផ្លូវដែកត្រូវបានដំឡើងដល់កម្រិតអតិបរមាគ្មាននរណាម្នាក់អាចខិតជិតបានឡើយក៏ប៉ុន្តែសម្រាប់លោកគីមចុងអ៊ុនការជិះរថភ្លើងនេះមិនមែនដោយសារតែគាត់ខ្លាចយន្តហោះនោះទេក៏ប៉ុន្តែវាគឺជាសិល្បៈនៃការបង្ហាញអំណាចនិងការរក្សាសម្ងាត់នៅពេលដែលគាត់ធ្វើដំណើរតាមរថភ្លើងប្រទេសប្រជែងក៏ដូចជាសហរដ្ឋអាមេរិកកូរ៉េខាងត្បូងពិបាកខ្លាំងណាស់ក្នុងការប្រើប្រាស់កាយរណបដើម្បីដឹងថាតើលោកគីមស្ថិតនៅទូរថភ្លើងមួយណាឬក៏កំពុងឆ្ពោះទៅទិសដៅមួយណាឲ្យពិតប្រាកដយើងបានឃើញយ៉ាងច្បាស់នៅពេលដែលលោកគីមចុងអ៊ុនបានធ្វើដំណើររាប់ពាន់គីឡូម៉ែត្រឆ្លងកាត់ព្រំដែនទៅកាន់ប្រទេសរុស្ស៊ីដើម្បីជួបពិភាក្សាការងារជាមួយនឹងប្រធានាធិបតីលោកវូឡាឌីមៀពូទីនការធ្វើដំណើរតាមបន្ទាយចល័តនេះមិនត្រឹមតែមានសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោកតែប៉ុណ្ណោះនោះទេក៏ប៉ុន្តែវាគឺជាសញ្ញាបង្ហាញទៅកាន់ពិភពលោកថាកូរ៉េខាងជើងវាមានឯករាជ្យភាពម្ចាស់ការនិងជាមហាអំណាចដែលមានស្ទីលដឹកនាំប្លែកខុសពីគេបំផុតនៅលើពិភពលោកទោះបីជាពិភពលោកនាពេលបច្ចុប្បន្ននេះមានបច្ចេកវិទ្យាកាន់តែទំនើបយ៉ាងណាក៏ដោយក៏រថភ្លើងពាសដែកត្រកូលគីមនេះនៅតែជានិមិត្តរូបនៃអំណាចភាពអាថ៌កំបាំងនិងជាបន្ទាយចល័តគ្មាននរណាម្នាក់អាចរំលោភបំពានបានឡើយតើបងប្អូនយល់យ៉ាងណាដែរចំពោះការរស់នៅនិងប្រព័ន្ធសុវត្ថិភាពដែលបានបំពាក់នៅលើរថភ្លើងពាសដែកមួយនេះសូមបញ្ចេញមតិរបស់បងប្អូននៅខាងក្រោមវីដេអូមួយនេះម្នាក់មួយផងប្រសិនបើបងប្អូនយល់ថាវីដេអូមួយនេះបានផ្ដល់ចំណេះដឹងទៅកាន់បងប្អូនសូមបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច like ហើយ share វីដេអូមួយនេះទៅកាន់មនុស្សជាទីស្រឡាញ់របស់បងប្អូនម្នាក់មួយផងណាហើយពីខ្ញុំទៅមានតែប៉ុណ្្នឹងនោះទេយើងនឹងជួបគ្នានៅវីដេអូក្រោយបាយបាយ